អនុញ្ញាតសូមគោរពពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺសកម្មភាពរបស់កីឡាករបងប្អូនកីឡាករខាងប្រយុទ្ធឬក៏ខាងបកតនេះគឺមិនមែនខាងគុណខ្មែរទេបងប្អូនប៉ុន្តែខាងគុណខ្មែរនិងខាងបកតអាចនឹងប៉ះគ្នានៅពេលអនាគតបងប្អូននឹងប៉ះគ្នាបងប្អូនគឺយើងត្រូវជួបគ្នានៅពេលខាងមុខបងប្អូនព្រោះគេថាខាងខ្ញុំគឺត្រូវបើកសហព័ន្ធដើម្បីទៅជួបខាងគេដែរហើយអញ្ចឹងបងប្អូននឹងបានសប្បាយមើលទាំងអស់គ្នាបងប្អូនហើយនេះគឺអាឋានសេនាសង្ហៈកំពុងតែធ្វើការវឹកហាត់បុកមែនទេបងប្អូនគឺអត់ឲ្យចាញ់នៅនឹងទេសកម្មភាពទាំងអស់នេះគឺការខិតខំប្រឹងប្រែងរបស់ពួកយើងនឹងសង្ឃឹមថាវានឹងល្អសម្រាប់បងប្អូនដែលគាត់ជា fan មើលហើយក៏បាញ់ចិត្តក៏គ្រប់ត្រូលទៅណាបងប្អូនកុំបំបាក់ទឹកចិត្តអីហើយមើលជួយលើកទឹកចិត្តមួយផងបើឃើញវីដេអូហ្នឹងក៏ជួយឲ្យបេរោម្នាក់មួយផងណាបងប្អូនចឹងវីដេអូខ្ញុំតែប៉ុណ្្នឹងទេ